បាទជំរាបសួរលោកស្រីជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំសូមចែករំលែកជាភាសាអង់គ្លេសដែលពាក់ព័ន្ធទៅនឹងក្រុមរងអញ្ចឹងយើងមើលlet G be a group and let A be element of C ន័យថាគេឲ្យក្រុម G មួយហើយនឹងធាតុ A ទូទៅណាមួយដែលទូទៅណាមួយនៃធាតុជារបស់ក្រុម G នោះគេបានធាតុបង្កើត A ធាតុបង្កើតដោយ A ហ្នឹងគឺជាក្រុមរងនៃ G អញ្ចឹងយើងស្រាវបញ្ជាក់ proof អញ្ចឹងឧបមាថា A សគុណ M and A សគុណ M belong to generator A បានន័យថាជាធាតុដែលបង្កើតជាក្រុមដែលបង្កើតឡើងដោយធាតុ A នោះគេបាន A សគុណ N គុណនឹង A សគុណ M ស្វ័យគុណដក1ជារបស់ A ដែរអញ្ចឹងបើសិនណាទីយើងមាន A សគុណ M A សគុណ N A សគុណ M ជារបស់ធាតុបង្កើតដោយ A នេះអញ្ចឹងនាំឲ្យយើងបានគុណចម្រាស់របស់វាក៏ជារបស់ដែរនេះគឺក្បួនវាអញ្ចឹងជារបស់នឹងដែរអញ្ចឹងយើងបានអត់ឲ្យយើងមានអានេះទៅយើងគុណចម្រាស់គឺវាស្ថិតនៅក្នុងធាតុដែលបង្កើតឡើងដោយ A ដែរដូច្នេះធាតុដែលបង្កើតឡើងដោយ A នេះគឺជាក្រុមរងរបស់ G អញ្ចឹងជាក្រុមរងរបស់ G ដែរ A អញ្ចឹងយើងសម្គាល់ A គឺជាក្រុមខួបនៃ G ដែលបង្កើតឡើងដោយ A អញ្ចឹង G នេះគឺវាស្មើនឹងធាតុដែលបង្កើតឡើងដោយ A វាស្មើនឹង A សគុណ N ដែល N ជារបស់ Z អញ្ចឹងជារបស់ Z គឺអាចមានទីវិញ្ញាណអវិជ្ជមានអញ្ចឹងយើងអាចសរសេរឲ្យវាបានវែងតិចមកអញ្ចឹងយើងមើលលក្ខណៈសម្គាល់វាអាចមាន A សគុណ I A សគុណ J ស្មើនឹង A សគុណ I បូកនឹង I សគុណ J អញ្ចឹងអានេះគឺវាគេថាលក្ខណៈត្រឡប់ A មកI មួយអញ្ចឹងវាអាចស្មើនឹងកណ្ដាស់ដែរឧទាហរណ៍ឥឡូវយើងមើលយើងមានក្រុមនេះមួយអុយ10អញ្ចឹងធាតុបង្កើតរបស់វា3អញ្ចឹងបានន័យថាវាមាន3នេះជាធាតុរបស់នេះ3នេះជារបស់នេះអញ្ចឹងយើងមើលមានធាតុរបស់វានេះគឺ3 9 ទៅ1អញ្ចឹងវាស្មើនឹង10អញ្ចឹងវាទៅផងយើងមើលតាមទម្រង់នេះ A សគុណ0 A សគុណ1អញ្ចឹងយើងមកយើងកាត់តាមនេះដោយសារធាតុវាមាន4អញ្ចឹងយើងមើល A សគុណយើងឲ្យ A 3សគុណ1ស្មើ3 3សគុណ2ស្មើ9ហើយ3សគុណ3ស្មើនឹង7 4 3សគុណ4ស្មើនឹង1 3សគុណ5ស្មើនឹង3សគុណ4គុណ1 3សគុណ1អញ្ចឹងយើងគណមកនេះ3សគុណ4នេះ3សគុណ4ស្មើនឹង1អញ្ចឹងយើងគុណមកស្មើ3អញ្ចឹង6អញ្ចឹង3វាត្រឡប់មករន់វិញ6ត្រឡប់មករន់វិញដូច្នេះយើងសន្និដ្ឋានថា3គឺជាធាតុបង្កើតដោយ3ហ្នឹងគឺមាន3 9 7 1អញ្ចឹងយើងមានតារាងនេះគឺជាតារាងខាលីចំពោះម៉ូដូឡូផលគុណនេះយើងម៉ូដូឡូផលគុណអញ្ចឹងក្រុមរបស់វាក្រុមម៉ូដូឡូ10របស់វាហ្នឹងគឺមាននេះគឺជាក្រុមរងរបស់វាជាក្រុមរងអញ្ចឹងវាមានមួយជាធាតុបង្កើតអញ្ចឹងយើងមានមួយទៅជាធាតុបង្កើតរបស់យើងអាចសរសេរទៅបាន1ស្មើនឹង1 3 9 7 2
ភាពបង្កើតដល់ទីបទទីឲ្យមាន3 4 ចឹង7វាមានចាប់ដើមដល់